បើសិនជាយើងស្គាល់ចំណុចទាំងអស់នឹងអត់ច្បាស់ទេបានន័យថាយើងបាញ់ថ្នាំទៅគឺវាមិនបានទទួលលទ្ធផលជោគជ័យ 100% ទេអាចទទួលបានត្រឹមតែពី 10% ទៅ 20% ឬ 30% គឺអស់ខ្ពស់ហើយចំណុចនេះហើយដែលបងប្អូនគាត់ឆាតមកសួរខ្ញុំសុំទិញជីថ្នាំខ្ញុំយកទៅប្រើខ្ញុំសូមអធិស្ឋានពីចម្ងាយចំពោះបងប្អូនដែលឆាតមកសុំទិញព្រោះថ្នាំរបស់ខ្ញុំមិនចង់ឲ្យបងប្អូនយកទៅប្រើដោយគ្មានការសង្កេតតាមដានពីដំណាំនោះឲ្យបានច្បាស់ទេការណាយកទៅប្រើគឺស្មើនឹងការខ្ជះខ្ជាយលុយអត់ប្រយោជន៍រហូតដល់ 70% អញ្ចឹងគឺខ្ញុំសំណូមពរឲ្យបងប្អូនចង់ធ្វើដំណាំឲ្យបានទិន្នផលខ្ពស់គឺត្រូវអនុញ្ញាតឲ្យខ្ញុំស្គាល់ពីចំការនិងដំណាំចន្ទទីរបស់បងប្អូនជាមុនសិនបន្ទាប់មកបានខ្ញុំផ្សំថ្នាំឲ្យបងប្អូនយកទៅប្រើទើបវាជាចំណុចដ៏ត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់អញ្ចឹងនឹងសូមអរគុណចំពោះបងប្អូនដែលតាមដាននៅវីដេអូមួយនេះហើយសូមជួយតាមដាននៅវីដេអូលើកក្រោយទៀតខ្ញុំនឹងចេញរៀបរាប់អំពីចំណុចនីមួយៗលម្អិតជូនបងប្អូនដើម្បីស្វែងយល់បន្ថែមសូមអរគុណ